ខ្ញុំបង្ហាញពីលក្ខខណ្ឌមួយចំនួនដែលកម្មវិធី David អត់មានណាហើយយើងត្រូវការបន្ថែមទាក់ទងជាមួយនឹងការងារជាក់ស្ដែងឧទាហរណ៍ថាដោយការងារនេះយើងមានការរៀបចំជាងឥត10និងឥត20ឥត10យើងរៀបខាងក្នុងហើយឥត20យើងរៀបខាងក្រៅអញ្ចឹងអ្វីដែលជាតម្រូវការងាររបស់ខ្ញុំនេះជាទូទៅនៅពេលដែលយើងចូលមកកាន់មុខងារ David លក្ខខណ្ឌមួយចំនួនគឺកម្មវិធី David អត់មានទេអ្វីដែលអត់មានយើងអាច add បន្ថែមបានទៅតាមលក្ខខណ្ឌការងាររបស់យើងមានន័យថាយើងរៀនកម្រិត Master ហ្នឹងយើងយកការងាររបស់យើងជាគោលអញ្ចឹងនៅក្នុងលក្ខខណ្ឌនេះគឺទី1ខ្ញុំត្រូវការបរិមាណកាឡាផ្ទៃទី2ខ្ញុំត្រូវការដឹងចំនួនដុំឥដ្ឋដែលខ្ញុំត្រូវការប្រើប្រាស់ហើយទី3តាក់ទងជាមួយនឹងតម្លៃរូបមន្តពីរនេះគឺនៅក្នុង David វាអត់ស្គាល់ទេវាអត់មានទេប៉ុន្តែវាមានមុខងារឲ្យយើង add បន្ថែមបានដូចខ្ញុំបញ្ជាក់អញ្ចឹងណាអញ្ចឹងការរៀនគឺអាស្រ័យលើការយល់កាលណាយើងយល់យើងយកការងាររបស់យើងជាគោលហើយយើងឲ្យកម្មវិធីធ្វើការងារទៅតាមលក្ខខណ្ឌដែលយើងចង់បាននៅក្នុងលក្ខខណ្ឌហ្នឹងណាហើយមួយទៀតតាក់ទងមួយលក្ខខណ្ឌមួយចំនួនគឺកម្មវិធី David វាអូតូឧទាហរណ៍ថាខ្ញុំលុបអញ្ចឹងឥត10នេះពេលដែលខ្ញុំលុបទៅគឺបរិមាណវានឹងបាត់អូតូដូចគ្នាហើយសម្រាប់តម្លៃអីហ្នឹងគឺបាត់មានន័យថាវាថយទៅតាមនឹងដូចគ្នាដូចអ្នកនរគ្នាឃើញអញ្ចឹងណាបន្ទាប់មកទៀតឧទាហរណ៍ថាខ្ញុំលុបអញ្ចឹងឥត20វិញម្ដងអញ្ចឹងករណីហ្នឹងគឺបរិមាណអញ្ចឹងឥត20វាលុបចោលអូតូដូចគ្នាអ្នកនរគ្នាសម្រាប់ការរៀនកម្រិត Master មានន័យថាយើងរៀនឲ្យយល់ពីកម្រិតនៃការងាររបស់យើងដែលយើងត្រូវការប្រើប្រាស់ហើយសម្រាប់វគ្គសិក្សាហ្នឹងខ្ញុំគិតថាល្អមែនតើសម្រាប់អ្នកដែលគាត់ចេះ Register ឬក៏អត់ច្បាស់ពីកម្មវិធីមួយហ្នឹងអញ្ចឹងសម្រាប់វីដេអូចែកម្លែកហ្នឹងគឺយើងមានប៉ុណ្ណឹង